Bạn chắc đón tiết chủ nhật xưa là của nhà cũ đôi chi bà nhà cho room này đi đáy chẳng số đây mà can về bắt đầu đà là can thi technology of future digital talent sẽ bắt đầu đạt được thì bây giờ ngàyนี้ยังbắt đầu từ từ បច្ចេកវិទ្យាជាមួយនឹងការអភិវឌ្ឍកម្មវិធីទូរស័ព្ទដៃដែលថ្ងៃហ្នឹងដែរនឹងមានក្រុមការងារពីខាង community lead គាត់នឹងធ្វើអឺបទបង្ហាញជូនអញ្ចឹងណាលោកគ្រូអញ្ចឹងមុននឹងចាប់ផ្ដើមខ្ញុំសូមអាចដឹងពីលោកគ្រូអ្នកគ្រូមួយដាក់ដឹងថាតើលោកគ្រូអ្នកគ្រូសប្តាហ៍ថ្ងៃនេះលោកគ្រូអ្នកគ្រូធ្វើបានគម្រោងដល់ណាហើយអញ្ចឹងណាលោកគ្រូអ្នកគ្រូអញ្ចឹងលោកគ្រូអ្នកគ្រូអាចដាក់លោកគ្រូអ្នកគ្រូអាចចូលmentee mentor ហើយលោកគ្រូអ្នកគ្រូវាយលេខកូដខាងលើនេះបាទហើយខ្ញុំ copy បានដែរបាទខ្ញុំដាក់នៅក្នុងឆាតអញ្ចឹងលោកគ្រូអ្នកគ្រូអាចចុចចូលទៅក្នុងlink ដែលខ្ញុំផ្ញើជូនលោកគ្រូអ្នកគ្រូអាចវាយកូដនេះទៅហើយលោកគ្រូអ្នកគ្រូអាចប្រាប់ពីអឺដំណើរមានន័យថាតើរហូតមកដល់ថ្ងៃនេះលោកគ្រូបានធ្វើដល់ថ្ងៃហើយអញ្ចឹងណាដើម្បីក្រុមការងារអាចដឹងបានថាតើគួរជួយឬបន្ថែមចំណុចណាជូនលោកគ្រូអ្នកគ្រូបន្ថែមទៀតបាទលោកគ្រូអ្នកគ្រូចូលបានទេចូល link នេះបានទេលោកគ្រូបាទអញ្ចឹងយើងអាចចំណាយពេលប្រហែលជា3នាទីដើម្បីដល់នៅcomment បន្តមកទៀតយើងអាចចាប់ផ្ដើមបានបាទសុំទោសលោកគ្រូអ្នកគ្រូអាចចូលបានតែដោយសារខ្ញុំខ្លាចកន្លងខ្ញុំដាក់ link ទៅចូលអត់កើតចូលបានតែ Steven បងចូលបាន អូខេបាទគុណដូចជាអត់ទាន់ឃើញមានលោកគ្រូអ្នកគ្រូពុំពេញខ្ញុំ check ដូចជាអត់ទាន់មានអូខេអញ្ចឹងយើងសល់2នាទីទៀតប្រហែលជាលោកគ្រូអ្នកគ្រូគាត់កំពុងតែសរសេរហ្នឹងអឺហ្នឹងឯងចង់បន្ថែមដែរគឺអឺខ្លីៗក៏បានដែរលោកគ្រូអ្នកគ្រូអត់ចាំបាច់វែងទេគ្រាន់តែពួកខ្ញុំគ្រាន់តែចង់ដឹងពីអឺបច្ចុប្បន្នភាពក្នុងការធ្វើគម្រោងផនកូនសិស្សអញ្ចឹងណាអញ្ចឹងខ្លីៗក៏បានដែរដល់ដូចដល់ការរកបញ្ហាឬក៏ធ្វើដល់ solution បង្កើត app អីហើយឬក៏អញ្ចឹងណាខ្លីៗទៅបានហើយចា៎ពេលអញ្ចឹងយើងសល់តែជា1នាទីទៀតបាទពេលបានលោកគ្រូបានលោកគ្រូអ្នកគ្រូ3នាក់បានបំពេញមួយអញ្ចឹងយើងនៅទុកពេលបែរជា1នាទីទៀតក៏លោកគ្រូអ្នកគ្រូដទៃទៀតអត់ទាន់ទៅសេរួចបាទ
បាទចឹងសម្រាប់លោកគ្រូអ្នកគ្រូដែលចូលក្រោយលោកគ្រូអ្នកគ្រូអាចបំពេញពីវឌ្ឍនភាពរបស់លោកគ្រូអ្នកគ្រូបាននៅតាមលីងដែលខ្ញុំផ្ញើជូននៅក្នុងឆាតនេះណាលោកគ្រូអ្នកគ្រូបាទតើក្រុមលោកគ្រូអ្នកគ្រូគាត់បានធ្វើដល់ណាហើយឬមួយក៏តំចាប់ក្រុមឬមួយក៏បាទតំចាប់ផ្ដើមអីគឺអាចដាក់បានមកដើម្បីក្រុមការងារដឹងថាតើពួកខ្ញុំអាចជួយអីបន្ថែមដល់លោកគ្រូអ្នកគ្រូបាទ អូខេអញ្ចឹងមានទៀតដែរលោកគ្រូអ្នកគ្រូឬក៏អស់ហើយព្រោះខ្ញុំឃើញមាន10នាក់បានចូលប៉ុន្តែឃើញតែបាន response 4នាក់បាទអញ្ចឹងលោកគ្រូអ្នកគ្រូអាចជួយឆ្លើយបានត្រូវការពេលថែមឬមួយក៏យើងអាចទៅមុខបានអូខេអញ្ចឹងខ្ញុំគឺបើលោកគ្រូអ្នកគ្រូមានអីបន្ថែមអាចសរសេរបានអញ្ចឹងខ្ញុំអាចទៅមុខអឺ បាទតាមទៅមុខបដាអញ្ចឹងណាលោកគ្រូបាទអញ្ចឹងមានលោកគ្រូដល់ការសរសេរកូដដើម្បីបង្កើត app ដល់រកបញ្ហាបាទអញ្ចឹងមានដល់បាទក្រុមទាំងពីរបានបញ្ចប់30%បាទកម្មវិធី design លើក្រដាសបាទដល់ prototype ចាប់ផ្ដើមបង្កើត prototype បាទសរសេរកូដបាទអញ្ចឹងអរគុណច្រើនលោកគ្រូអ្នកគ្រូម្ដងទៀតនៅក្នុងការចូលរួមបង្ហាញពីបច្ចុប្បន្នភាពក៏ដូចជាវឌ្ឍនភាពរបស់ក្រុមលោកគ្រូអ្នកគ្រូដែលគាត់បានធ្វើទៅលើកម្មវិធី Technovation និង Future Digital Talent អញ្ចឹងនៅចុងម៉ោងពួកយើងទុកពេលឲ្យច្រើនមកជាកន្លះម៉ោងនៅក្នុងការសួរសំណួរបើសិនជាលោកគ្រូអ្នកគ្រូមានចម្ងល់អីបន្ថែមទៅលើអត់ចាំបាច់ពាក់ព័ន្ធទៅនឹងមេរៀនថ្ងៃនេះក៏បានដែរបើសិនលោកគ្រូអ្នកគ្រូមានអីបន្ថែមដែលត្រូវពួកខ្ញុំអាចជួយបានបាទអាចលើកឡើងនៅចុងម៉ោងបានបាទអញ្ចឹងខ្ញុំ stop share សិនបាទអញ្ចឹងឲ្យខាតពេលយូរខ្ញុំសូមអញ្ជើញកញ្ញាមានសកលកញ្ញាដែលគាត់គឺជា community lead នឹងធ្វើការផ្ដល់នៅបទបង្ហាញពាក់ព័ន្ធទៅនឹងបច្ចេកវិទ្យានិងការអភិវឌ្ឍកម្មវិធីទូរស័ព្ទដៃថ្ងៃហ្នឹងដែរអញ្ចឹងពួកយើងផ្ដល់នេះគឺជា basic concept ជា goal សំខាន់ដែលអាចយកទៅប្រើប្រាស់បាននៅក្នុងការ develop app អញ្ចឹងណាលោកអ្នកគ្រូប៉ុន្តែចំពោះមុខងារអឺផ្សេងដទៃទៀតដែលadvance ដែលស៊ីជម្រៅលោកអ្នកគ្រូអាចបានមានន័យថាទៅស្វែង explore បន្ថែមនៅពេលដែលចប់ហើយក្រុមការងារក៏នៅតែចាំឆ្លើយសំណួរលោកអ្នកគ្រូរហូតនៅក្នុងក្រុមដែរអញ្ចឹងណាបាទអញ្ចឹងកញ្ញាកញ្ញាឮបងហ៎កញ្ញានៅនេះហ៎ លើបងលើ Okay, good. Yeah. Okay. So the floor is yours. Trong một bệnh này. Yeah. កញ្ញាអាចចាប់ផ្ដើមបានណាអូនបងមកអូខេបងអ្នក share screen មកបង Yeah. Okay so ជាដំបូងខ្ញុំសូមជម្រាបសួរទៅដល់លោកគ្រូអ្នកគ្រូទាំងអស់គ្នាអញ្ចឹងខ្ញុំឈ្មោះងាយសកលកញ្ញាដែលជា community lead នៅក្នុង0C នៅក្នុងកម្មវិធីនេះ so អញ្ចឹងថ្ងៃនេះខ្ញុំនឹងមកនិយាយអំពីការតកតងទៅនឹងការបង្កើតកម្មវិធីមួយដែលឈ្មោះថា MIT App Innovator នឹងដែលសិស្សសានុសិស្សនឹងគាត់អាចធ្វើការបង្កើតកម្មវិធីទូរស័ព្ទដៃនឹងទៅលើគម្រោងរបស់គាត់នឹងបានចាអញ្ចឹងតកតងទៅនឹងកម្ម app នឹងវិញវាគឺជា app មួយដែលយើងអាចបង្កើតកម្មវិធីទូរស័ព្ទដៃ Android មួយដែលបើសិនជាលោកគ្រូអ្នកគ្រូធ្លាប់ដឹងវាអាចថាស្តៀងទៅនឹងកម្មវិធី Scratch ឬក៏ Make Code អីផ្សេងដែរចាហើយចំពោះអានេះយើងគឺអាចធ្វើការ testing បានភ្លាមហើយតែអញ្ចឹងតើយើងអាចធ្វើបានអីគេខ្លះនៅក្នុង app ហ្នឹងអញ្ចឹងតើតង់ទៅក្នុង app ហ្នឹងគឺយើងអាចធ្វើការបង្កើតទៅជា game ក៏ដូចជាការប្រឡងឆ្លើយសំណួរចុចទៅលើសំណួរអីហ្នឹងផ្សេងក៏ដូចជាការគូររូប
ឬក៏មុខងារផ្សេងទៀតនៅក្នុងទូរស័ព្ទដៃយើងបានដោយនៅពេលដែលយើងធ្វើការ design តាក់ទងទៅនឹង app របស់យើងហ្នឹងយើងក៏អាចធ្វើការ connect ទៅនឹងទូរស័ព្ទរបស់យើងតាមរយៈ Wi-Fi ហ្នឹងដើម្បីធ្វើការ testing ភ្លាមៗនៅក្នុងទូរស័ព្ទដៃរបស់យើងតាក់ទងទៅនឹងតាក់ទងទៅនឹង app design ដែលយើងបានបង្កើតហ្នឹងឡើង អញ្ចឹងចំពោះតកតងទៅនឹងការបង្កើតទូរស័ព្ទដៃហ្នឹងគឺវាមានពីររបៀបដែលទីមួយហ្នឹងគឺវាតាមរយៈtraditional ដែលមានន័យថាវាមានតាមជាដំណាក់កាលដូចថាយើងបង្កើតទៅជាដូចថាពី A ទៅ B ទៅ C ហ្នឹងតែម្ដងប៉ុន្តែមួយទៀតហ្នឹងគឺតាមជាបែប event driven program ដែលវាលុះត្រាតែ event ហ្នឹងកើតឡើងទៅព្រឹត្តិការណ៍ផ្សេងហ្នឹងទៀតហ្នឹងទៅវាកើតឡើងដូចជាឧទាហរណ៍ថានៅពេលដែល event ទី1ហ្នឹងកើតឡើងព្រឹត្តិការណ៍ទី1ហ្នឹងកើតឡើងទៅមានពី B ទៅ C ពី A ទៅ B ទៅ C ហើយបើចំពោះevent ទី2បើព្រឹត្តិការណ៍ទី2ហ្នឹងកើតឡើងហ្នឹងទៅមានពី D ទៅ E ហ្នឹងកើតឡើងអញ្ចឹងលុះត្រាតែព្រឹត្តិការណ៍ហ្នឹងកើតឡើងទៅនៅក្នុងព្រឹត្តិការណ៍ហ្នឹងវាដំណើរការអញ្ចឹងនៅក្នុងនោះដែរខ្ញុំសូមបញ្ជាក់តទៅទៅនឹងនិយមន័យនៃការបង្កើតព្រឹត្តិការណ៍ហ្នឹងអញ្ចឹងនៅពេលដែលយើងបង្កើតព្រឹត្តិការណ៍ដែលព្រឹត្តិការណ៍ហ្នឹងគឺយើងហៅថាជា event ដែលវាជាសកម្មភាពមួយដែលយើងអ្នកប្រើប្រាស់ហ្នឹងយើងអាចឬក៏នៅពេលដែលយើងចុចដូចជាคลิกទៅលើប៊ូតុងអីផ្សេងហ្នឹងអញ្ចឹងតកតងទៅនឹងការ handle ការគ្រប់គ្រងព្រឹត្តិការណ៍ហ្នឹងគឺជា event handle ដែលវាគឺជាlike កម្មវិធីមួយដែលយើងអាចគ្រប់គ្រងព្រឹត្តិការណ៍ហ្នឹងបានដូចថានៅពេលដែល user គាត់ click ឬក៏ធ្វើអីមួយទៅលើប៊ូតុងហ្នឹងទៅយើងអាចទៅ save code វិជាទៅលើនឹងថាអូខេហេតុការណ៍នេះកើតឡើងបន្តទៀតនៅពេលដែលពួកគាត់ហ្នឹងចុចទៅលើប៊ូតុងហ្នឹងអបងនៅគិតថយក្រោយមួយទៀតអូអូខេគេអញ្ចឹងតកតងទៅនឹងevent handle ហ្នឹងអញ្ចឹងនៅពេលដែលយើង click ទៅលើប៊ូតុងទី1ហ្នឹងវាគឺជាevent អញ្ចឹងអា yellow code ហ្នឹងអាហ្នឹងវាគឺជា event handle មានន័យថាលុះត្រាតែ user គាត់ចុចទៅលើប៊ូតុងទី1ហ្នឹងទៅblock code នៅខាងក្នុងblock code ពណ៌លឿងហ្នឹងទៅវាកាត់ឡើងអញ្ចឹងដូចជានៅពេលដែលយើង click ទៅលើប៊ូតុងទី1ហ្នឹងគឺវា set ប៊ូតុងទី1background របស់ប៊ូតុងទី1ហ្នឹងទៅជាពណ៌ក្រហមវិញដែលពណ៌ក្រហមហ្នឹងគឺវាជា variable ចឹងតើតើទៅនឹងevent handle វិញគឺវាមានមួយចំនួនដូចជាអឹមអឺclick ហ្នឹងគឺនៅពេលដែលយើងចុចទៅលើប៊ូតុងហ្នឹងហើយនៅពេលដែលGod focus ហ្នឹងគឺនៅពេលដែលយើងប្រើប្រាស់ប៊ូតុងមួយហ្នឹងហើយចំពោះ long click វិញគឺនៅពេលដែលយើងសង្កត់ប៊ូតុងហ្នឹងយូរហើយចំពោះ lose focus ហ្នឹងគឺនៅពេលដែលយើងចេញពីប៊ូតុងហ្នឹងយើងអត់ប្រើប៊ូតុងហ្នឹងទៀតហើយតើតើទៅនឹង touch down ហ្នឹងគឺនៅពេលដែលយើងនៅលើចុចនៅលើ screen ហ្នឹងហើយនៅពេល touch up ហ្នឹងគឺនៅពេលដែលយើងអត់ទៅនៅលើ screen ហ្នឹងទេ អញ្ចឹងតកតងទៅនឹងevent handle ហ្នឹងនៅក្នុងហ្នឹងគឺវាមានធាតុក៏ដូចជាលក្ខណៈផ្សេងដូចហៅថាជា component ក៏ដូចជា property ហ្នឹងអញ្ចឹងcomponent ធាតុហ្នឹងវាគឺlike ជាសំណុំលក្ខណៈមួយដែលយើងត្រូវបានកំណត់វាឡើងដែលវាមានពីរប្រភេទតែប្រភេទទីមួយហ្នឹងគឺជាធាតុដែលយើងអាចមើលឃើញដូចជាប៊ូតុងដូចជា text box ក៏ដូចជា label ហ្នឹងផ្សេងប៉ុន្តែមួយទៀតហ្នឹងគឺជាធាតុដែលយើងអត់អាចមើលឃើញនោះទេមានន័យថាដូចជា location sensor ឬក៏ text to speech នៅមានន័យថានៅពេលដែលយើងចុចប៊ូតុងហ្នឹងទៅបើយើងចង់ដាក់text to speech មានថាវាលឺនៅ background វាអត់ឃើញនៅពីខាងមុខនៅលើ screen ហ្នឹងនោះទេហើយបើចំពោះproperty វិញលក្ខណៈហ្នឹង like វាជាព័ត៌មានឬក៏នៅក្នុងdata នៅក្នុង component ហ្នឹងអញ្ចឹងតកតងទៅនឹងលក្ខណៈ property របស់ប៊ូតុងហ្នឹងយើងមានឃើញថាមានដូចជាមានទទឹងកម្ពស់ក៏ដូចជាអឺ alignment ហ្នឹងតើទីតាំងហ្នឹងវាមានលក្ខណៈតម្រឹមវានៅ center វានៅកណ្ដាលឬក៏នៅខាងស្ដាំខាងឆ្វេងអីជាដើមហើយក៏វាមានដូចជា text ដែលយើងអាចដាក់នៅលើនឹងបានផងដែរនៅពេលដែលយើង design ទៅយើងប្រកាសជាឃើញវានៅពីខាងស្ដាំដែរអញ្ចឹងតកតងទៅនឹងការបដូរនៅអឺការបដូរនៅ
នៅតម្លៃ property មួយហ្នឹងគឺវាមានពីរតែទីមួយហ្នឹងយើងបដូរនៅតម្លៃដើមហ្នឹងទីមួយហ្នឹងបដូរតម្លៃដើមហ្នឹងគឺយើងបដូរអឺនៅលើ page design ដែលយើងបដូរនៅលើ screen ហ្នឹងអឺកន្លែងដែលយើង design នៅលើ screen តាម computer ហ្នឹងប៉ុន្តែបើសិនមួយទៀតហ្នឹងគឺយើងអាចផ្លាស់ប្ដូរវាបានដល់នៅពេលដែលយើង testing ហ្នឹងគឺវា load កន្លែងទូរស័ព្ទហ្នឹងតែម្ដងដែលយើងធ្វើវាហ្នឹងនៅកន្លែង block code អឺអញ្ចឹងទីមួយមួយទៀតហ្នឹងតកតងទៅនឹងការបដូរនៅតកតងទៅនឹងការបដូរនៅតម្លៃ property ហ្នឹងអញ្ចឹងយើងអាចបដូរវាឧទាហរណ៍ថានៅក្នុងនេះយើងមានចុចនៅលើប៊ូតុងទី1អញ្ចឹងនៅយើងបដូរកម្ពស់នៅលេខតម្លៃប៊ូតុងទី1ហ្នឹងឲ្យទៅជាកម្ពស់មួយផ្សេងទៀតដែលលេខ10ហ្នឹងវាគឺជា variable ដែលយើងអាចបដូរទៅជាលេខផ្សេងបានដូចថាលេខក្រោមលេខ10ត្រឹម5ឬក៏លើលេខ10ហ្នឹងទៅ20 30 40អីហ្នឹងបានដែល10ហ្នឹងវាគឺជា variable អញ្ចឹងយើងឆ្ងល់ថាតើ variable ហ្នឹងគឺជាអីគេអីអញ្ចឹង សុំទោសកញ្ញាអាច share screen បានហើយប៉ុន្តែអាច share ចូល MIT App Inventor ហើយ go through ឲ្យចំណុចដែលយើងលើកឡើងមិញខ្លីៗបន្តិចណាដើម្បីឲ្យគាត់បានឃើញឧទាហរណ៍ share screen slide មានបង no app MIT App Inventor មាន អូខេ yeah យើងមក stop share យើងមកឲ្យ access បាទអញ្ចឹងលោកគ្រូអ្នកគ្រូមិញចំណុចដែលកញ្ញាលើកឡើងមិញបើសិនលោកគ្រូអ្នកគ្រូមានចម្ងល់លើប្រហែលចំណុចមិញគឺអាចសួរបាននឹងយើងទៅបន្តទៀតអញ្ចឹងណាលោកគ្រូអ្នកគ្រូបាទឃើញ share screen នៅក្នុងapp ហ្នឹងតាអីបង ឃើញកញ្ញា អូខេតើអញ្ចឹងនៅពេលដែលលោកគ្រូអ្នកគ្រូចូលតាមទៅលើបច្ចេកហ្នឹងគឺយើងដាក់ញូបច្ចេកទៅហើយយើងដាក់ឈ្មោះបច្ចេករបស់យើងអូ So នេះគឺជា screen របស់យើងនៅពេលដែលយើងបង្កើតនឹងមកអញ្ចឹងតកតងទៅនឹង bot chat box អីនេះ label អីនេះវាគឺជា component មួយដែលយើងអាចមើលឃើញយើងអាចមើលឃើញនៅលើការ design របស់យើងខ្ញុំសូមបញ្ជាក់មួយទៀតអញ្ចឹងនៅពេលដែលលោកគ្រូអ្នកគ្រូចង់ connect វាទៅនឹងទូរស័ព្ទដៃដែលវាមានងាយស្រួលនៅក្នុងការយើង testing ហ្នឹងគឺយើងអាចចុចទៅកន្លែង connection ទៅ AI component នេះទៅវានឹង load code ដូចជា QR ហើយយើងអាច download app MIT នៅលើទូរស័ព្ទដៃរបស់យើងទៅនៅពេលដែលយើងចុចចូលទៅយើងអាចតម្លាក់ជា code ហ្នឹងឬក៏យើង scan QR ហ្នឹងបានអញ្ចឹងតកតងទៅនឹងនេះអញ្ចឹងឧទាហរណ៍ថាយើងបង្កើតនៅប៊ូតុងនៅពេលដែលយើងបង្កើតប៊ូតុងមួយហ្នឹងនេះគឺជាប៊ូតុងទី1ដែលយើងបង្កើតអញ្ចឹងនៅពេលខាងស្ដាំដៃរបស់យើងហ្នឹងគឺយើងអាចមើលឃើញពីproperty របស់ប៊ូតុងទី1ហ្នឹងបានដែលយើងអាចធ្វើការ design របស់វាមានដូចជា font size វាមានកម្ពស់វាមានទទឹងអីហ្នឹងជាដើមហើយក៏វាមាន text នៅលើប៊ូតុងមួយហ្នឹងដូចថាយើងចង់ដាក់ពាក្យថា click ទៅវានឹងដូរទៅជា click នៅក្នុងហ្នឹងហើយទៅមួយវិញទៀតនៅពេលដែលបើសិនជាយើងចង់ធ្វើការតាក់ទងទៅនឹងការ design code យើងចូលទៅកន្លែង blog នេះមកទៅទាំងនេះវាគឺជា section មួយដែលយើងអាចធ្វើការសរសេរកូដទៅក្នុងប៊ូតុងរបស់យើងអញ្ចឹងនៅពេលដែលយើង click ទៅលើប៊ូតុងទី1ហ្នឹងនេះយើងប្រកាសជាឃើញ controller របស់វាតើនៅពេលដែលអានេះទី1នេះនៅពេលដែល click ហ្នឹងមានន័យថានៅពេលដែលយើងចុចទៅលើប៊ូតុងហ្នឹងហើយតើតងទៅនឹង Ghost Focus ហ្នឹងគឺនៅពេលដែលយើង
ធ្វើការចូលទៅក្នុងប្រើប្រាស់នៅប៊ូតុងមួយហ្នឹងហើយតកតងទៅនឹង long click ហ្នឹងវាគឺនៅពេលដែលយើងចុចសង្កត់ទៅលើប៊ូតុងហ្នឹងយូរហើយនៅពេលដែលយើង lose focus lose focus នេះគឺនៅពេលដែលយើងចេញពីប៊ូតុងមួយហ្នឹងហើយចំណែកឯ touch down ហ្នឹងគឺនៅពេលដែលយើងចុចនៅលើ screen មួយហ្នឹងហើយ touch up នេះគឺនៅពេលដែលយើងចេញពី screen មួយហ្នឹងហើយនៅ ហើយនេះដូចយើង ចូលទៅ select ពីចូលទៅមួយ ចាលោកគ្រូ ប្រហែលជាលោកគ្រូគាត់ច្រឡំជិះញើសកញ្ញាបាទ ទាំងនេះគឺជា section ដែលយើងអាចដាក់បាននៅក្នុងប៊ូតុងទី1របស់យើងដែលជា block inner block code ដែលយើងអាចដាក់នៅក្នុងហ្នឹងបានហើយនេះវាជា variable យើងអាចបន្ត slide បានអត់ឬក៏ Yeah កញ្ញា share មកទៅក៏បានដែរដើម្បី switch ទៅ example របស់អញ្ចឹង អញ្ចឹងយើងដល់កន្លែងនេះតើតងទៅនឹងការផ្លាស់ប្ដូរតម្លៃ variable នៅក្នុងកូដរបស់យើងហ្នឹងអញ្ចឹង variable ហ្នឹងវាគឺជាកន្លែងមួយដែលយើងអាចផ្ទុកយកទិន្នន័យហ្នឹងបានដែលវាអាចជាអត្ថ័យដែលមានឈ្មោះមានប្រភេទឬក៏មានតម្លៃហ្នឹងជាដើមដូចជា string នេះវាគឺជាប្រភេទជាអក្សររបស់យើងហើយវាមានអាចជា number យើងអាចប្រភេទកំណត់នៃលេខរបស់ហ្នឹងគោល10ឬក៏គោលប្រមាណឬក៏មួយទៀតហ្នឹងគឺជា boolean តើ យើងអាចកំណត់ថាតើព្រឹត្តិការណ៍ហ្នឹងវាអាចពិតឬក៏មិនពិតឬក៏លុះត្រាតែវាពិតទៅវាមានអីគេកើតឡើងបើវាអត់ពិតទៅវាមានអីគេកើតឡើងបន្តទៀតចឹងនេះគឺជារបៀបនៃការដែលយើងបង្កើតនៅគម្រោងមួយជាឧទាហរណ៍ខ្ញុំជិះវីដេអូនេះ អញ្ចឹងនេះគឺជាដំបូងដូចដែលខ្ញុំបានបង្ហាញពីមុននៅពេលដែលយើងចូលទៅក្នុងapp MIT ហ្នឹងទៅយើងអាចបង្កើតឈ្មោះបច្ចេកហ្នឹងមកយើង click ឈ្មោះមកបន្តមកយើងអាច click OK បានហើយបន្តមកយើងអាចធ្វើការបង្កើតជាប៊ូតុងមួយទៅលើកម្មវិធី app នឹងរបស់យើងបានដែលយើងបង្កើតប៊ូតុងមកហើយយើងអាចទៅសេឈ្មោះប៊ូតុងហ្នឹងជាអីគេ click ឬក៏ submit អីជាដើមនេះគឺជារបៀបដែលយើងអាចធ្វើការមើល testing ភ្លាមនៅលើទូរស័ព្ទដៃរបស់យើងដូចដែលខ្ញុំបានបង្ហាញពីមុនហ្នឹងគឺយើងឃើញនៅក្នុងកុំព្យូទ័ររបស់យើងឃើញមានពាក្យ connection ហ្នឹងមកយើងអាចចុចទៅលើ AI company ហ្នឹងមកវានឹង load code ក៏ដូចជា QR ឲ្យយើង scan ហើយអញ្ចឹងយើងត្រូវការ download app ហ្នឹងនៅលើទូរស័ព្ទដៃរបស់យើងសិនទើបយើងអាចធ្វើការ scan ឬក៏យក code នៅក្នុងហ្នឹងធ្វើការ testing ហ្នឹងបាននេះតកតងទៅនឹងការផ្លាស់ប្ដូរអក្សរទៅលើប៊ូតុងហ្នឹងដូចដែលខ្ញុំបានបង្ហាញពីមុនហ្នឹងអាហ្នឹងវាគឺជាមានទាំង property ក៏ដូចជា component អញ្ចឹងនៅពេលដែលយើង select ទៅលើប៊ូតុងទី1ដែលវាគឺជា component ហើយ property របស់ component ហ្នឹងប៊ូតុងទី1ហ្នឹងវាមានអាចជា text នៅលើប៊ូតុងមួយហ្នឹងវាមានទំហំលើប៊ូតុងមួយហ្នឹងដែលអាចជាកម្ពស់ជាទទឹងអីជាដើមហើយមួយវិញទៀតហ្នឹងតកតងទៅនឹងមុខងារមួយទៀតមុខងារ text to speech នៅលើ app ហ្នឹងដែលវាគឺជា component មួយដែលយើងវាអាចមើលឃើញនៅលើ screen នេះប៉ុន្តែវាចេញមកតាមរយៈ background អញ្ចឹងដូច text to speech នេះគឺវានៅក្នុង section media ដែលយើងអាចមើលឃើញវានៅ
ក្នុង media ហ្នឹងហើយនៅពេលដែលយើង select ទៅលើ text to speech ហ្នឹងទៅយើងអាចកំណត់ថានៅពេលដែលចុចទៅអាចថាវានឹងចេញជានិយាយជាអីគេជាភាសាអីគេដែលយើងអាចទៅសេទៅលើទៅសេអីដែលវាចង់និយាយហ្នឹងនៅក្នុង property នៅពីខាងស្ដាំដៃហ្នឹងបាននេះតកតងទៅនឹងការចូលទៅកាន់ block code editor ដែលយើងធ្វើការ design block code តកតងទៅនឹង event របស់យើងនឹងបាននៅពេលដែលយើង click ទៅលើ button ហ្នឹងទៅតែយើងចង់ឲ្យមានអីគេកាត់ឡើងបន្តទៀតបញ្ជាថាអូខេនៅពេលដែលចុចទៅលើ button ទី1ទៅដូរ background ដូរតម្លៃកម្ពស់ទៅតឹងឬក៏អីផ្សេងៗទៀតតាមដែលយើងចង់បានទៅលើ idea របស់យើងផ្សេងៗគ្នានេះតកតងទៅនឹងកន្លែងblock editor ហ្នឹងដែលយើងមើលឃើញហ្នឹងឃើញតកតងទៅនឹង section នេះគឺតនឹងsection within block ហ្នឹងដែលវាមានជាប្រភេទ code មានដូចជា mark controller មាន text មាន logic អីផ្សេងដែលយើងអាចប្រើប្រាស់វាបានហើយនៅពេលដែលយើងចង់ប្រើប្រាស់វាតកតងទៅនឹង component របស់យើងហ្នឹងយើងគ្រាន់តែ click ទៅលើ button ទី1 component របស់យើងហ្នឹងទៅcontroller អីនេះវានឹងដូរទៅតាម button របស់យើងហើយយើងក៏អាចឧទាហរណ៍ថាយើងបង្កើតblock code ណាមួយដែលវាយើងអត់ប្រើប្រាស់វាទេឬក៏វាអត់ត្រូវទេឬក៏អីយើងអាចធ្វើការលុបវាបាត់ដែលយើងឃើញមានធុងសំណាញ់ដែលយើងអាចដាក់នៅក្នុងនោះបាននេះដូចដែលខ្ញុំបាននិយាយពីមុននេះតកតងទៅនឹងការបង្កើតនៅប៊ូតុង click event ហ្នឹងនៅពេលដែលយើងចុចប៊ូតុងហ្នឹងទៅយើងចូលទៅកន្លែង controller ទៅវានឹងឃើញទៅជាប៊ូតុងទី1 click ហើយយើងអាចជ្រើសរើសបានទៅតាមប្រភេទ event controller របស់យើងនឹងអាច click got focus ឬក៏ long click នឹងជាថាចំពោះនេះគឺជាតកតងទៅនឹងការបង្កើតនៅ text to speech action អញ្ចឹងយើងចង់បង្កើតជាអីគេនៅពេលដូចថានៅពេលចុចប៊ូតុងទី1ហ្នឹងទៅនៅក្នុង inner block code ហ្នឹងគឺ text to speech ដែលយើងអាចថាអូខេ text to speech ហ្នឹងវាអាចនិយាយពីអីគេចុចប៊ូតុងហ្នឹងទៅនិយាយអីគេខ្លះហើយនិយាយជាភាសាហើយនេះគឺជាការបញ្ចូលសារហ្នឹងទៅក្នុង text to speech ហ្នឹងអញ្ចឹងដូចដែលខ្ញុំបាននិយាយពីមុនយើងដាក់វាជាvariable ហ្នឹងយើងដាក់ចូលទៅហើយយើងទៅសេលើនឹងយើងអាចថានៅពេលដែលចុចទៅវា load និយាយថា hello ឬក៏ពេលអីផ្សេងតាមដែលយើងទាំងអស់គ្នាហ្នឹងចង់ដាក់តាមapp រៀងហើយនេះគឺជានៅពេលដែលយើងបង្កើតទៅយើងអាចដាក់ okay this is my first app អីជាដើមនេះតកតងទៅនឹងការបង្កើតmini app មួយទៀតដែលវាស្តៀងទៅនឹង Talk to Me ផងដែរដែលយើងអាចបង្កើតហ្នឹងទៅក៏វាស្តៀងទៅនឹងការ testing នៅ Talk to Me នេះដែរខ្ញុំគិតថាចាប់ហើយប៉ុន្តែប្រហែលអត់លោកគ្រូអ្នកគ្រូអាចនឹងមានចំណត់អីលោកគ្រូអ្នកគ្រូអាចសួរបានបាទអរគុណច្រើនកញ្ញាអញ្ចឹងបងលោកបងភាពិសិដ្ឋមានអីបន្ថែមលោកបងបើសិនមានបន្ថែមអាចបន្ថែមបានមុននឹងយើងបើកវគ្គសំណួរចម្លើយបាទដូចបាទអញ្ចឹងបើសិនជាអត់ទេលោកគ្រូអ្នកគ្រូអាចបាទសួរសំណួរបានបាទបើសិនជាចំណុចមិញដែលកញ្ញាគាត់បានបញ្យល់លឿនពេកឬមួយក៏អត់ទាន់ចាប់បានថងចំណុចណាលោកគ្រូអ្នកគ្រូអាចបាទអាចឲ្យគាត់បង្ហាញជាឧទាហរណ៍បន្ថែមនៅក្នុង app ក៏បានដែរបាទជំរាបសួរបាទអរគុណសម្រាប់ខ្ញុំចាប់បានប៉ុន្តែមិនតបានធ្វើមិនដឹងថាតើមានយ៉ាងไรទៀតអញ្ចឹងបច្ចុប្បន្ននេះយល់បានហើយតែនៅពេលធ្វើអត់ដឹងថាម៉េចទេបាទអរគុណច្រើនលោកគ្រូហ្នឹងហើយបាទចាំមើលលោកគ្រូអាចសាកដបងទៅព្រោះ
បើសិនមានចម្ងល់អីបន្ថែមអាចសួរក្រុមការងារនៅក្នុងក្រុមបានលោកគ្រូពួកខ្ញុំនៅចាំបាទជួយ support ចឹងណាលោកគ្រូ បាទបាទអរគុណបាទ អរគុណ សួស្តីលោកគ្រូដូចលោកគ្រូខ្ញុំចង់បញ្ជាក់បន្តិចក៏ដូចជាកញ្ញាដែរសម្រាប់កម្មវិធី MIT Inventor ហ្នឹងអាហ្នឹងយើងមានបាន limit វាតែ5 screen តែដូចឋានក្បល់ត្រូវតែ កញ្ញាដឹងថាតើវាមាន limit អត់បើជាទូទៅវាគួរតែ limit ព្រោះវាខ្ញុំសុំចេញពីលោកគ្រូបាទលោកគ្រូពិសិដ្ឋអាចចូលរួមបាន អរគុណលោកគ្រូចំពោះកម្មវិធី App Inventor នេះបើតាមស្របតេស្តទៅដូចច្រើន screen ដែរខ្ទង់10 20 screen នេះគឺដូចជាអត់ limit ទេលោកគ្រូអាចប្រើបានច្រើន screen គ្រូតែផ្ទុយទៅវិញបើកម្មវិធី Thinkable គឺយើងមានតែត្រឹមតែ5 screen ហ្នឹងគឺយើង limit ហើយដោយសារតែតម្រូវឲ្យយើងបង់លុយទៅកម្មវិធីរបស់គេអញ្ចឹងណាគ្រូណាតែដូចជាកម្មវិធី App Inventor នេះពេលយើងចាប់ផ្ដើមបង្កើតទៅគឺដូចជាអត់មាន limit អីទេដោយសារតែធ្លាប់ប្រើហើយទង់20ទៅ30 screen តែវាអត់អីទេ បាទក្នុងនេះខ្ញុំឃើញគេបញ្ជាក់ថា limit របស់វា30 MB អញ្ចឹងវាអត់គិតជា screen ទេលោកគ្រូវាគិតជាទំហំណាអញ្ចឹងពីការ recommend ទៅគឺគេ recommend ឲ្យប្រើប្រាស់រូបភាពដែលមានមេទូចបាទអត់ដាក់ធំអញ្ចឹងណាលោកគ្រូហើយបើ block ដូចលោកបងភាវិសិទ្ធបានចែកម្លែកអញ្ចឹងដូចជាអត់មាន screen អត់ចំនួន screen ដូចជាអត់កំណត់ទេបាទ បាទលោកគ្រូអរគុណច្រើនអញ្ចឹង30 MB អាហ្នឹងវាជាទំហំរបស់ app ដែរលោកគ្រូអញ្ចឹង project មួយលោកគ្រូបោះ project មួយណាបាទ បាត់ច្បាស់ណាស់ថាតើ app កម្ពុជាខ្ញុំតែអីលោកគ្រូជំនួសសាកមើលសិន បាទ តែចំនួន30 MB ហ្នឹងវាបានស្ទង់ប្រហែលប៉ុណ្ណាដែរ បាទបើប៊ូតុងជាមួយនឹងបើយើងប្រើប៊ូតុងឬមួយក៏បាទនេះច្រើនដូចជាអត់បញ្ហាទេកុំឲ្យការប្រើប្រាស់ឯកសារធំដាក់ចូលក្នុង app មានដូចជារូបភាពឬមួយ media អីចឹងណាលោកគ្រូបាទអញ្ចឹងមានលោកគ្រូអ្នកគ្រូផ្សេងទៀតអាចសួរអាចបើក mic សួរបានបាទ លោកលោកគ្រូអត់ហ្នឹងនៅពេលដែលយើងធ្វើណាតើវាសម្គាល់ភាសាខ្មែរបានប្រមាណភាគរយដែរបើសិនជាតែនៅយើងទៅលើថាបង្កើតអត់ឲ្យទស្សនៈទៅតូចអញ្ចឹងណាអញ្ចឹងទៅវាថៃភាសាខ្មែរភាសាបាទអញ្ចឹងតើវាអាច support បានប្រមាណភាគរយនេះ បាទនេះខ្ញុំអាចសុំឲ្យលោកបងឬមួយកញ្ញាអាចជួយឆ្លើយបានថាតើapp ហ្នឹង support ភាសាខ្មែរអត់ចឹងណាបាទបាទ អរគុណលោកគ្រូចំពោះអ្នកគ្រូសុធីតាអរគុណច្រើនចំពោះសំណួរនេះចំពោះកន្លែង app នេះដែរគឺភាសាខ្មែរគឺអត់អីទេអ្នកគ្រូគឺអាច support បានដូចយ៉ាងងាកមិញអញ្ចឹងបានតេស្តទៅតនឹងឲ្យគាត់ឲ្យ AI និយាយនៅក្នុង App Inventor ហ្នឹងគឺនិយាយជាភាសាខ្មែរបានហើយយើងសរសេរមានដកឃ្លាមានអីទេគឺនិយាយបានច្បាស់ល្អដែរទៅតនឹងចំណុចហ្នឹងណាចឹងអ្នកគ្រូអាចសាកល្បងចូលតេស្តឥឡូវក៏ល្អដែរដើម្បីឲ្យកាន់តែច្បាស់ទៅតនឹង app ចំណុចមួយហ្នឹងណាអ្នកគ្រូមានតែប៉ុណ្្នឹងឯងអ្នកគ្រូអរគុណច្រើនអ្នកគ្រូទទួលបានអត់អ្នកគ្រូសុខិតាអ្នកគ្រូបាទអរគុណច្រើនអ្នកគ្រូបាទអូខេអញ្ចឹង
មានលោកគ្រូអ្នកគ្រូមានសំណួរផ្សេងទៀតអត់បាទអញ្ចឹងអញ្ចឹងខ្ញុំចង់ជំរាបលោកគ្រូអ្នកគ្រូដែរពាក់ព័ន្ធទៅនឹងលោកកាលបរិច្ឆេទសំខាន់អញ្ចឹងសម្រាប់ការចុះឈ្មោះគឺនឹងបិទថ្ងៃទី18 ខែ 3 នេះហើយលោកគ្រូអ្នកគ្រូមានន័យថាសល់ប្រហែលជា10 ថ្ងៃទៀតបាទ10 ថ្ងៃទៀតការទទួលពាក្យនឹងបានបិទអញ្ចឹងបើសិនជាលោកគ្រូអ្នកគ្រូមានកូនសិស្សដែលគាត់អត់ទាន់ដឹងថាគាត់មានក្រុមអត់ឬមួយអត់ទាន់ដឹងថាធ្វើអីអឺអត់ទាន់ច្បាស់អីទេលើកទឹកចិត្តឲ្យគាត់ចោះឈ្មោះសិនអញ្ចឹងណាលោកគ្រូអ្នកគ្រូព្រោះដោយសារបើសិនជាគាត់ចាំលុះត្រាតែមានក្រុមឬមួយលុះត្រាតែមានកំណត់ថាធ្វើអីខ្លាចខាងលោកចោះឈ្មោះអត់ទាន់អញ្ចឹងតែផុតថ្ងៃ18 ខែ 3 ទៅគឺគាត់អត់អាចចូលរួមនៅក្នុងកម្មវិធីប្រកួតបានទេបាទអញ្ចឹងមានន័យថាឥឡូវហ្នឹងគឺគាត់អាចចោះឈ្មោះសិនទៅការរកក្រុមឬមួយធ្វើទៅលើ project អីគឺអាចតាមក្រោយបានបាទព្រោះដោយសារយើងបិទគម្រោងរបស់យើងនឹងលោកអ្នកគ្រូនឹងត្រូវបញ្ជូនកូនសិស្សក្រុមមួយត្រូវបញ្ជូនគម្រោងគឺខែ 4 ថ្ងៃ 20លោកគ្រូបាទអញ្ចឹងវាសល់ជិតមួយខែជាងទៀតបន្ទាប់ពីបិទទទួលពាក្យថ្ងៃ18 ខែ 3 ហ្នឹងណាបាទចឹងលើកទឹកចិត្តឲ្យកូនសិស្សគាត់បានចោះឈ្មោះសិនបើសិនជាគាត់មានបញ្ហាអត់ទាន់អាចរកក្រុមបានឬមួយក៏អីបាទបាទអញ្ចឹងលោកអ្នកគ្រូមានអីបន្ថែមអាចសួរបានមានក្រុមការងារគាត់នៅចាំបានឆ្លើយnot sure បើសិនជាអត់ទេលោកកញ្ញាអាចទៅ app ហ្នឹង go through maybe create a small project មួយណាអាចកើតដែរឬមួយលោកបងពិសិដ្ឋភាពិសិដ្ឋមាន project ស្រាប់ដែលអាចបង្ហាញបានក៏បានដែរបាទអឺមានលោកគ្រូមានចាំទីសិនគឺបើកសិនបាទអញ្ចឹងចង់ជំរាបជូនលោកគ្រូអ្នកគ្រូដែរពាក់ព័ន្ធទៅនឹងការប្រើប្រាស់កម្មវិធីបង្កើតទូរស័ព្ទដៃគឺអត់ចាំបាច់ប្រើ MIT App Inventor នេះមួយទេនេះគ្រាន់តែជាអឺហ្នឹងហើយការបង្ហាញពីក្រុមការងារនៅក្នុងជំរើសមួយក្នុងជំរើសមានច្រើនផ្សេងទៀតអញ្ចឹងលោកអ្នកគ្រូបើសិនជាធ្លាប់បានសិក្សាក៏ដូចជាធ្លាប់បានមានបទពិសោធន៍ជាមួយនឹងកម្មវិធីផ្សេងដែលអាចបង្កើតកម្មវិធីទូរស័ព្ទដៃបានដូចគ្នាគឺអាចប្រើប្រាស់បានដូចគ្នាអញ្ចឹងណាលោកគ្រូបាទទេចឹងរងចាំបងគាត់ share screen
ចឹងមុននឹងកំឡុងពេលគាត់រៀបចំអាចសុំសួរលោកគ្រូអ្នកគ្រូបើលោកគ្រូអ្នកគ្រូធ្វើនឹងឲ្យមានជួបជាបញ្ហាអីអត់ចឹងណាលោកគ្រូអ្នកគ្រូមានកន្លែងណាដែលពួកខ្ញុំអាចជួយបន្ថែមបានបាទអ្នកគ្រូធីតាខ្ញុំនឹងតម្លាក់ slide នេះចូលនៅក្នុងក្រុមបន្ទាប់ពីចប់បាទចឹងអាចសុំសួរសុំចុចឈ្មោះសួរអឺបាទលោកគ្រូសៀកឡុងលោកគ្រូក្រុមលោកគ្រូគាត់ធ្វើដល់ណាហើយលោកគ្រូក្រុមកូនសិស្សលោកគ្រូអាចចែកម្លែកបានហើយលោកគ្រូតើក្រុមបាទគាត់ដល់ណាហើយចឹងណាលោកគ្រូអាឡូអូខេអញ្ចឹងអាចសុំសួរអ្នកគ្រូប៉ាន់ឌីក៏បានដែរបាទ ចាជម្រាបសួរលោកគ្រូ បាទ សម្រាប់សាលាខ្ញុំកូនសិស្សឥឡូវគាត់កំពុងដល់ design app លោកគ្រូ design app អញ្ចឹងមានថាមាន idea អស់ហើយ ចា មាន ចាលោកគ្រូ បាទ មាន idea ហើយអស់ហើយ បាទដូចលឿនចិត្តមកសល់ពេលច្រើនដល់ app ទៅបាន ចា អូខេ ចា អរគុណច្រើនអាចសុំលោកគ្រូអ្នកគ្រូពីតាអ្នកគ្រូជំរាបសួរអ្នកគ្រូអ្នកគ្រូអ្នកគ្រូពីតាអាចចែកម្លែកបានអត់ថាកូនក្រុមអ្នកគ្រូគាត់ធ្វើបានដល់ណាហើយអញ្ចឹងអ្នកគ្រូ ចាអរគុណលោកគ្រូដោយ បាទ សារនៅជាប់នៅក្នុងថ្នាក់ជាមួយសិស្សបន្តិចតែខ្ញុំអាចចែកម្លែកបានកូនក្រុមរបស់ខ្ញុំគឺខ្ញុំចាប់ផ្ដើមដំបូងរៀង mess up តិចគឺទីមួយគឺរៀនបង្កើត app សិនតាមរយៈ Thankable និង MIT ហើយអញ្ចឹងពេលដែលយើងបង្កើត app ដំបូងគឺ Thankable គឺមាន Thankable AI អញ្ចឹងហើយក៏យើងព្រម បាទ ទៅតាមអ្វីដែលយើងធ្វើទៅបាន4ផ្ទាំង free ធ្វើដល់ 2K គេគិតលុយហើយក៏ខ្ញុំសួរអ្នកគ្រូម្នាក់គាត់ថាគាត់ធ្វើតាម MIT Inventor គឺអត់បង់លុយទេតែយើងពេលដែលខ្ញុំរកវិធីធ្វើតាម MIT Inventor គឺគឺយើងចាប់វាម្ដងមួយចូលទៅក្នុងចូលមានថាយើងធ្វើ app វាម្ដងមួយតាម block code ណាខ្ញុំរកវិធី MIT Inventor Intelligent Artificial មានថាយើងប្រមវាខ្ញុំរកវិធីអត់ទាន់ឃើញទេហើយប៉ុន្តែមានកូដមួយទៀត .org អញ្ចឹងខ្ញុំចាំឈ្មោះអត់ទាន់ច្បាស់ទេគឺអាចព្រមបានដែរអញ្ចឹងណាឬក៏តាម app ផ្សេងតែមានឈ្មោះផ្សេងហ្នឹងដែលខ្ញុំវាយទៅថាការបង្កើត app ដោយប្រើ AI ព្រោះអីពួកយើងគិតថាវានឹងចំណេញពេលយើងនឹងយកពេលវាដើម្បីធ្វើ business plan ដើម្បីធ្វើ survey បាទ ចាអញ្ចឹងហើយយើងកំពុងតែប្រៀបធៀបapp ទាំងអស់ហ្នឹងថាតើ app មួយណាមើលទៅហាក់ដូចជាសមស្របទៅនឹងអ្វីដែលយើងចង់បានយើងធ្វើតាមរយៈព្រម AI ហ្នឹងណាហើយចាមកដល់ដំណាក់កាលនេះគឺមួយទៀតពួកយើងកំពុងតែធ្វើ survey ថាតើបន្ទាប់ពីយើងធ្វើ app នឹងបានតើអ្នកណាខ្លះចង់ប្រើប្រាស់វាហើយនឹងមើលទៅតើនៅក្នុងតំបន់ទីក្រុងឬក៏នៅក្នុងតំបន់ជនបទហើយយើងកំពុងតែ survey ពីរតំបន់គឺនៅក្នុងសាលាជនបទមួយនៅក្នុងសាលាទីក្រុងមួយហើយយើងស្ថិតនៅក្នុងដំណាក់កាល survey ដើម្បីយើងធ្វើ business plan ទៅថ្ងៃក្រោយណាហើយនឹងដើម្បី identify problem ទៀតថាតើនៅក្នុងសហគមន៍របស់យើងតើអីជា problem ពិតប្រាកដដែលយើងប្រើ project ហ្នឹងហើយយើងអាចជួយដោះស្រាយនិងជួយផ្សព្វផ្សាយបន្តទៀតយ៉ាងដូចផ្ដាច់សម្រាប់ business plan របស់យើងអញ្ចឹងណាលោកគ្រូ បាទអ្នកគ្រូបាទ ចា បាទអរគុណច្រើនអ្នកគ្រូបានចែកម្លែកបានល្អមែនតើអ្នកគ្រូបានលើកឡើងពីការប្រើប្រាស់ AI ដើម្បីជំនួយដល់កិច្ចការរបស់កូនសិស្សអញ្ចឹងណាអ្នកគ្រូ
បានអ្នកគ្រូអាចស្វែងរកបានបើសិនជាមានអីថ្មីអាចចែករំលែកនៅក្នុងក្រុមបន្ថែមក៏បានដែរអ្នកគ្រូគីឡូលោកអ្នកគ្រូដទៃទៀតអាចយកទៅប្រើប្រាស់បានដូចគ្នាបាទអញ្ចឹងលោកគ្រូពីលោកគ្រូពិសិដ្ឋអាច share screen បានលោកគ្រូ អូខេលោកគ្រូបានបាទខ្ញុំបានshare co-host គ្រូចេះអញ្ចឹងបានអាច share បានកញ្ញាអាចstop share សិនក៏បានដែរ ដោយសារតែអ្នកគ្រូកញ្ញាអត់ទាន់បិទ share បាទអញ្ចឹងជំរាបជូនលោកគ្រូអ្នកគ្រូដូចគ្នាលោកបងជាពិសិដ្ឋក៏ជាលោកគ្រូអឺផ្នែកបច្ចេកវិទ្យាដែលគាត់គឺជា community lead របស់កម្មវិធី Technovation of Future Digital Talent ដូចគ្នាជាមួយនឹងកញ្ញាបាទអញ្ចឹងលោកបងអាចធ្វើការចែករំលែកបានសុំទោសលោកបងបាទញោម គ្រូក៏ឃើញ screen អត់ឃើញ share ទៅឃើញ បាទឃើញបង អូខេចំពោះអាត្មាដូចជាអត់មានអីច្រើនទេនៅត្រង់ចំណុចនេះគឺគ្រាន់តែលោកគ្រូអ្នកគ្រូអាចដាក់ add button មកបញ្ចូលមកនេះគ្រាន់តែអាត្មាតេស្តទៅនឹងសំឡេងអញ្ចឹងណាទៅនឹងតេស្តទៅនឹងឲ្យលោកគ្រូអ្នកគ្រូមើលសាក់បងអញ្ចឹងណាអញ្ចឹងនៅត្រង់ចំណុចយើងអាច add button មកចូលមកកន្លែងនេះហើយយើងអាចដាក់ទៅនឹងយកទំហំមានប៉ុណ្ណាដែរអាចដាក់ដូចកញ្ញាបានរៀបរាប់មកអញ្ចឹងគឺយើងអាចដាក់សេរីទំហំអីសេរីបានទាំងទៅនឹងការកែឈ្មោះប៊ូតុងហើយយើងអាច rename ប៊ូតុងនេះដែរក្នុងករណីបើសិនជាកូនសិស្សគាត់អត់ទាន់ស្គាល់ទេគឺអាចដាក់ចំណុចនេះគឺតម្រូវឲ្យដាក់ប៊ូតុងហ្នឹងគឺយើងមានឈ្មោះឲ្យត្រឹមត្រូវដោយទៅនឹងប៊ូតុងរបស់យើងខាងនេះណាយើងប៊ូតុងឲ្យគេខ្លះអាចដាក់នៅតាមអននេះមកដើម្បីឲ្យងាយស្រួលក្នុងការសិស្សតែភាគច្រើនបើសិស្សទីទួចគាត់អត់សូវចាំទេអញ្ចឹងយើងត្រូវការឲ្យគាត់ដាក់ឲ្យវាត្រូវតាមនេះហើយដល់ពេលយើងចូលទៅ block code គឺងាយស្រួលការរកនៅប៊ូតុងតាម block code មួយអញ្ចឹងណាអញ្ចឹងនេះគឺសំខាន់ដែរសម្រាប់វគ្គមុនដំបូងទៅនឹងកម្មវិធី App Inventor នេះហើយនៅចំណុចនេះគឺអាត្មាបានតេស្តទៅនឹងសំឡេងទៅនឹងការចុចលើរូបមួយនេះទៅនឹងលើសំឡេងហើយនឹងការចុចលើប៊ូតុងនេះទៅនឹងលើសំឡេងអញ្ចឹងដូចជាថាបានតេស្តទៅនឹង App Inventor ហើយនេះគឺអាចចូលតាមរយៈទូរស័ព្ទទៅអាចតេស្តចុច connect នេះមកហើយយើងអាចតេស្តបានអាចវាយចូលតេស្តហើយពេលយើងចុចស្ដាប់ទៅអាចលើសំឡេងបានសូមជម្រាប Welcome to this Salaram Digital ចឹងសំឡេងពេលចុចតេស្តទៅអាចលើសំឡេងមានបើយើងអាចអង់គ្លេសឮអង់គ្លេសបើសិនជាដាក់ជាខ្មែរឮខ្មែរអញ្ចឹងឮសំឡេងទាំងខ្មែរឮសំឡេងទាំងខ្មែរនិងអង់គ្លេសដែរនៅចំណុចនេះអូខេទៅមួយចំណុចទៀតទៅកន្លែង block code អូខេតកតងទៅនឹងកន្លែង block code នេះគឺដូចតែគេបានរៀបរាប់មកអញ្ចឹងគឺយើងទៅពេលដែលចុចប៊ូតុងដែលយើងដាក់ទៅគឺនឹងរីកធំឡើងហើយនៅកន្លែងនេះអញ្ចឹងគឺវានឹង skip ទៅជាដាក់ជាសំឡេងដែលយើងក្នុងករណីបើសិនជាយើងឲ្យ AI យើងដាក់អញ្ចឹងយើងឲ្យទៅនឹងដាក់ទីនឹងវិញតែបើសិនជាយើងស្ដាប់បានឮច្បាស់ណាហើយអាចបកប្រែជាខ្មែរបានទៀតអញ្ចឹងល្អមែនទេអញ្ចឹងដូចជានៅកន្លែង record នេះអញ្ចឹងពេលចុចលើ image ទៅ image នឹងឮសំឡេងដោយតែមកអញ្ចឹងពេលចុចលើ record នេះទៅគឺនឹងឮសំឡេងឡើងអូខេខែមៀអញ្ចឹងឮនៅក្នុងហ្នឹងឯងអញ្ចឹងចំពោះចំណុចនេះគឺមានតែប៉ុណ្្នឹងឯងដូចជាអត់មានអីច្រើនទេគឺដោយសារតែ
ប្លុកកូដទាំងអស់នេះគឺតម្រូវឲ្យយើងស្រាវជ្រាវច្រើនបានយើងអាចធ្វើបានច្រើនទៅដល់នឹងប្លុកមួយទៀតតទៀតអញ្ចឹងណាគឺបើសិនជាយើងមិនសូវបានស្រាវជ្រាវបន្ថែមទេគឺប្លុកកូដរបស់យើងគឺរៀងពិបាកដែរអញ្ចឹងតម្រូវឲ្យលោកគ្រូក៏ដូចជាប្រព័ន្ធ30បន្ថែមទៀតហ្នឹងគឺតម្រូវឲ្យគាត់អាចស្រាវជ្រាវទៅក្នុងប្លុកកូដទៅដល់នឹងស្រាវជ្រាវទៅនៅក្នុងកម្មវិធី Inventor នេះបន្ថែមទៀតដែរអញ្ចឹងមានតែប៉ុណ្្នឹងឯងគឺសូមអរគុណច្រើនបើសិនជាលោកគ្រូមានទាំងអល់អីត្រង់ចំណុចណាមួយអាចសួរបានអរគុណច្រើន បាទឃើញអ្នកគ្រូពីតានលើកដៃ ចាលោកគ្រូខ្ញុំសុំសួរបន្តិចនេះប្រហែលជា MIT Inventor ចុះលោកគ្រូបានធ្លាប់សាកល្បងមួយនឹងថាំងកាបូលហើយពួកខ្ញុំកំពុងតរកវិធី share ឬក៏ចង់និយាយថា share link ហ្នឹងដោយចេញទៅដូចថាឥឡូវយើងផលិត app បានលើថាំងកាបូលហើយយើងចង់ចែកម្លែក app ហ្នឹងទៅកាន់ទូរស័ព្ទអ្នកដទៃឬក៏ link ទៅកាន់អ្នកដទៃហើយពួកយើងកំពុងរកវិធី share អត់ទាន់ចេញហើយអត់ដឹងថា share តាមណាគឺពេលដែលពួកយើងคลิก download ទៅគឺវាមានកន្លែងមួយទៅដល់កន្លែងបងលុយឬក៏ពួកយើងនៅរកវិធីថាបើសិនជានៅក្នុងMIT Inventor មានកន្លែងមួយដែលយើងអាចចុច publish បានអញ្ចឹងណាហើយពេលដែលយើង publish ទៅគឺមាន link មួយដែលយើងអាច share link ហ្នឹង share ទៅកាន់កុំព្យូទ័រអ្នកដទៃអ្នកដែល click link ហ្នឹងទៅដល់ app ហ្នឹងឬក៏ share ទៅតាមទូរស័ព្ទពេលដែលយើង click link ហ្នឹងទៅទូរស័ព្ទហ្នឹងអាចបើកឃើញ app ហ្នឹងតែតកតងមួយនឹងថាំងកាបូ AI ពួកយើងរកវិធី publish ឬក៏រកវិធី download វាអត់ទាន់ឃើញណាលោកគ្រូមានបទពិសោធន៍ខាងហ្នឹងអត់ឮខ្ញុំច្បាស់អត់លោកគ្រូបានឮខ្ញុំអត់បាទលើណាគ្រូលោកគ្រូជាពិសេសអាចឆ្លើយកន្លែងនេះបានហើយលោកគ្រូមានធ្លាប់បានតេស្តជាមួយនឹង app តាំងកាបូលហើយអរគុណគ្រូចំពោះសង្កបលហ្នឹងគឺតបានដាក់បាទប្រហែលជាអ៊ីនធឺណិតរបស់លោកបងរៀង slow នៅខាងនោះបាទអធិស្ឋានអ្នកគ្រូអញ្ចឹងដោយសារខ្ញុំក៏អត់ទាន់បានដឹងថាតាំងកាបូល export មិនដែរអញ្ចឹងណាបានអនុវត្តដល់ចំណុចហ្នឹងទេអ្នកគ្រូហ្នឹងចាបាទអញ្ចឹងនឹងចែកម្លែកបន្ថែមជូនអ្នកគ្រូនៅក្នុងក្រុមបន្ថែមទៀតអ្នកគ្រូនៅពេលដែលពួកខ្ញុំអូឃើញណាអ្នកគ្រូចាអរគុណបាទអរគុណច្រើនបាទហ្នឹងហើយអ្នកគ្រូម្យ៉ាងទៀតមិនចាំបាច់តែកម្មវិធីដូចជា App Inventor ទេដូចជាកម្មវិធី code.org មួយក៏កម្មវិធី Scratch ក៏យើងអាចបង្កើតបានដែរអ្នកគ្រូហ្នឹងហើយអញ្ចឹងមិនតម្រូវថាតើកម្មវិធីនេះបានបង្កើតបានទេអញ្ចឹងឲ្យតែកម្មវិធីដែលយើងដែលកូនសិស្សដែលគាត់អាចងាយស្រួលរៀនទៅបានចាំលឿនក៏ដូចជាពួកគាត់រៀនទៅបានយល់បានលឿនហើយគាត់អាចធ្វើបានទៅលឿនអាចលើកទឹកចិត្តឲ្យគាត់ធ្វើកម្មវិធីនោះគ្រូដើម្បីឲ្យគាត់បានបញ្ចេញនូវសមត្ថភាពពួកគាត់អញ្ចឹងណាគ្រូកណាប្រហែលជាប្រសងហើយកណាចង់បានជាបទពិសោធន៍ថាតើដេគុណបាន publish ឬក៏បាន share link ឬក៏បានសាកចែកម្លែក app នឹងដើម្បីតេស្តឲ្យនៅដេគុណចំពោះ app ទៅតកម្មវិធីគេវិញមានដោយសារតែការបង្កើត app មានកម្មវិធីច្រើនសម្រាប់បង្កើតអញ្ចឹងណាកណាឃើញដេគុណ share តតមួយនឹង app MIT Inventor ចឹងតើ MIT Inventor ហ្នឹងដែលគុណបានសាកល្បង share ចែកម្លែកឲ្យនៅមានន័យថាដែលគុណបានផ្ញើ link ឬក៏បានផ្ញើ app ហ្នឹងចេញទៅទូរស័ព្ទដៃអ្នកដទៃឬក៏កុំព្យូទ័រអ្នកដទៃអាចបើកបានណាចំពោះ MIT Inventor ហ្នឹងកណាឃើញមានពាក្យ publish មួយអាចចុច publish ទៅ share ទៅចេញហើយកណាគឺកណាប្រើថាំងកាបូល AI ហើយនៅក្នុងថាំងកាបូល AI ហ្នឹងគឺកណារកវិធី share ឬក៏ publish ហ្នឹងអត់ទាន់ឃើញ
អរគុណអ្នកគ្រូចំពោះតើតនឹង event ទៅគឺយើងអាច public បានគ្រូអត់អីទេយើងអាច public បានអញ្ចឹងណាអញ្ចឹងដូចដែលប្រាប់អញ្ចឹងគឺ Singapore គឺអត់សូវបានប្រើដែរអញ្ចឹងចាំស្រាវជ្រាវបានហើយចាំដល់ជូនទៅអ្នកគ្រូបានឆាប់នេះដែរអ្នកគ្រូហ្នឹងហើយក ណាអរគុណ ចំណុចណាមួយអ្នកគ្រូអាចសួរសំណួរនៅក្នុងក្រុមហ្នឹងដើម្បីក្រុមការងារយើងក៏ដូចជាជួយដោះស្រាយគ្នាបានលឿនអញ្ចឹងណាអ្នកគ្រូតែយើងសល់ពេលតែប្រហែលនេះទៀតទេអត់មានពេលច្រើនទេដូចជាទៅតនឹងការចុះឈ្មោះអីចឹងណាអញ្ចឹងចំណុចមួយដែលសិស្សគាត់ជួបបញ្ហាអីគឺអ្នកគ្រូថាឆាតសួរក៏ដូចអីចឹងកុំឲ្យទុកសំណួរគាត់យូរតែពេលដែលទុកសំណួរគាត់យូរទៅអញ្ចឹងធ្វើឲ្យសិស្សហ្នឹងគាត់បាត់អារម្មណ៍ទៅតនឹងការចូលរួមណាអ្នកគ្រូសិស្សដែលគាត់បោះបង់ការប្រកួតភាគច្រើនគឺដោយសារតែប្លុកកូដមួយចំនួនគាត់ចង់ចូលរួមចង់តែដល់ពេលដែលគាត់ជួបនឹងបញ្ហាប្លុកកូដដោះស្រាយចេញហើយលោកគ្រូអីអ្នកគ្រូអត់ជួយប្រាប់ពួកគាត់គឺជាអត់ជួយតម្រូវពួកគាត់ទេគឺគាត់ងាយនឹងបោះបង់មែនតើណាគ្រូអញ្ចឹងចំណុចហ្នឹងគឺតម្រូវឲ្យលោកគ្រូដែលជាគ្រូបង្គោលជា mentor ដឹកនាំក្រុមហ្នឹងគឺធ្វើយ៉ាងណាអាចមានចំណងលោកគ្រូជាលោកគ្រូអាចជួយផ្ដល់នឹងមកក្រុមការងារដើម្បីក្រុមការងារជួយ support អញ្ចឹងណាអ្នកគ្រូហ្នឹងហើយយើងនឹងផ្ញើតម្លៃហ្នឹងទៅវិញក្នុងករណីបើសិនជាយើងអាចដោះស្រាយបានជូននៅក្នុងចំណុចណាមួយអញ្ចឹងណាអ្នកគ្រូហ្នឹងកណាដោយឡែកកូនសិស្សកណាគឺបាន register ចូលដល់ថ្នាក់ global ហើយកំពុងតែធ្វើការងារជាប់មមាញឹកដូចគ្នាអត់អីទេតែជាយោបល់របស់គុណកណាអរគុណចំពោះការផ្ដល់ជាចម្លើយចូលរួមហើយក៏ដូចជាការយកចិត្តទុកដាក់និងជួយឆ្លើយសំណួរដែលពេលដែលក្រុមជួបឧបសគ្គហើយកណាបានយល់ពីការសិក្សាក្លឹបរបស់សិស្សហើយកណាពិតជាអរគុណចំពោះការចូលរួមនិងការចូលរួមឆ្លើយសំណួរផ្សេងកណាទទួលបានគំនិតហ្នឹងហើយកណាអរគុណមែនទែនជំរាបបាទអរគុណច្រើនអ្នកគ្រូអញ្ចឹងបើសិនជាលោកគ្រូអ្នកគ្រូដទៃទៀតមានជាសំណួរបាទព្រោះឥឡូវនេះយើងអស់មេរៀនចែកម្លែកថ្ងៃនេះបាទអញ្ចឹងជាពេលមួយដែលយើងអាចជជែកគ្នាបានបើសិនលោកគ្រូអ្នកគ្រូមានជាសំណួរឬមួយបញ្ហាណាដែលបាទឲ្យក្រុមការងារជួយដោះស្រាយអញ្ចឹងណាបាទចឹងយើងអាចប្រហែលជាសល់10នាទីទៀតដើម្បីលោកអ្នកគ្រូអាចសួរសំណួរបានបាទពាក់ព័ន្ធទៅនឹង business plan ឬមួយក៏ customer user adoption plan អីលោកអ្នកគ្រូអត់មានជាបញ្ហាណាលោកអ្នកគ្រូឬមួយក៏អត់ទាន់ធ្វើដល់ទេហ្នឹងហើយលោកគ្រូបើសម្រាប់ខ្ញុំរៀងជួបបញ្ហាតិចតួចតែទៅនឹង user adaptation plan ហ្នឹងវាមានអារម្មណ៍ថាវាដូចអត់សូវច្បាស់លោកគ្រូអូខេបាទគ្រូចូលបន្តិចអញ្ចឹង user adoption plan ហ្នឹងគឺសម្រាប់ junior សម្រាប់ថ្នាក់មធ្យមសិក្សាអញ្ចឹងខ្ញុំសូមចូល sheet ហ្នឹងបន្តិចខ្ញុំបាទលោកគ្រូឃើញ screen ខ្ញុំហ៎លោកគ្រូអូខេដូចឃើញខាងនេះបាទអញ្ចឹងបាទដូចបញ្ជាក់កាលពីសប្តាហ៍មុនអញ្ចឹង user adoption plan គឺបង្កើតឡើងនៅពេលដែលយើងដឹងថាsolution ឬអា product មានន័យថាជាផលិតផលរបស់យើង app របស់យើងនឹងរូបរាងមិនហើយអញ្ចឹងណាលោកគ្រូអញ្ចឹងជាគោលដៅនៃ user adoption plan គឺគេចង់ដឹងថានៅពេលដែលយើងមាន app នឹងមួយហើយ
តែតើយើងទៅតាក់ទាញអតិថិជនអ្នកប្រើប្រាស់ហ្នឹងបានដោយកម្រិតណាបាទវិធីណាអញ្ចឹងចំណុចដំបូងដែលលោកគ្រូអាចដាក់អាចឲ្យកូនសិស្សគាត់សរសេរលោកគ្រូអាចបកប្រែយកឯកសារនេះទៅបកប្រែឲ្យ Google ឲ្យ GPT គាត់បកប្រែឲ្យទៅហើយកូនសិស្សសរសេរជាភាសាខ្មែរក៏បានដែរបាទអញ្ចឹងឧទាហរណ៍ឈ្មោះ team ហើយជា short project summary ជាការសង្ខេបនៃគម្រោងរបស់គាត់ខ្លីមួយមកបន្ទាប់មកទី2គេសួរថាតើយើងធ្លាប់ឲ្យមនុស្សប្រើប្រាស់ app របស់យើងពីមុនមកអត់បាទអញ្ចឹងយើងអាចសរសេរមកថាយើងធ្លាប់យកឲ្យឪពុកឲ្យកូនសិស្សសរសេរថាគាត់ធ្លាប់យកឲ្យឪពុកម្ដាយគាត់តេស្តគាត់ធ្លាប់យកឲ្យអតិថិជនដែលជួបបញ្ហាហ្នឹងតេស្តគាត់ធ្លាប់យកឲ្យមិត្តភ័ក្តិអីចឹងទៅអញ្ចឹងគឺគាត់អាចសរសេរបានណាហើយក៏គេចង់ដឹងដែរថាតើចំនួនមនុស្សដែលធ្លាប់តេស្តប្រើ app យើងហ្នឹងប៉ុន្មានអ្នកបាទអញ្ចឹងនៅពេលដែលលោកគ្រូកូនសិស្សគាត់មាន app ហ្នឹងហើយលោកគ្រូអាចឲ្យកូនសិស្សគាត់កត់ត្រាទុកថានៅឧទាហរណ៍លោកគ្រូចែកឲ្យគាត់នៅក្នុងក្រុមគាត់4នាក់អញ្ចឹងតម្រូវឲ្យម្នាក់យកឲ្យមនុស្ស10នាក់ទៅតេស្តអញ្ចឹង4នាក់ហ្នឹងបាន40នាក់អីអញ្ចឹងលោកគ្រូបាទបន្តមកទៀតគាត់ត្រូវកត់ត្រាថាតើនៅពេលដែលគាត់តេស្តហ្នឹងហើយគេផ្ដល់នៅមតិអីគេអញ្ចឹងដើម្បីមុននឹងពួកគាត់យកទៅតេស្តហ្នឹងលោកគ្រូអាចឲ្យគាត់គិតនៅសំណួរដែលប្រុងនឹងសួរគេអញ្ចឹងនៅពេលតេស្តយើងធ្វើ survey យើងតេស្តហើយយើងសួរគេថាតើអ្នកប្រើហ្នឹងយល់ឃើញមិនចំពោះ app យើងអ្នកប្រើហ្នឹងមានគំនិតអីបន្ថែមសម្រាប់ app យើងគួរតែផ្លាស់ប្ដូរអត់អីអត់អញ្ចឹងណាលោកគ្រូបាទអញ្ចឹងជាសំណួរដែលលោកគ្រូអាចក្រមហ្នឹងគឺអាចជាសំណួរបើកហើយនឹងសំណួរបិទ yes or no ឬមួយក៏សំណួរដែលគេអាចជាសំណួរបើកដែលគេអាចនិយាយរៀបរាប់បានបាទអញ្ចឹងខ្ញុំលើកទឹកចិត្តឲ្យមានទាំងពីរអញ្ចឹងណាលោកគ្រូបាទមានទាំងសំណួរបើកផងទាំងសំណួរបិទផងដើម្បីយើងអាចមានការយល់ឃើញគ្រប់ជ្រុងជ្រោយពីការផ្ដល់មតិពីអ្នកប្រើប្រាស់បាទហើយជាចុងក្រោយហ្នឹងជា plan ដែលយើងនឹងចង់ថាតើយើងមានគម្រោងអីដើម្បីតាក់ទាញអ្នកប្រើប្រាស់ឲ្យមកប្រើប្រាស់ app យើងអញ្ចឹងវាអាចមានជាការបង្កើត social media Facebook ដើម្បីធ្វើការផ្សព្វផ្សាយការចុះទៅចែកម្លែកតាមសាលាឬតាមអតិថិជនគោលដៅរបស់គាត់ចឹងទៅបាទអញ្ចឹងទាំងអស់នេះគឺគាត់អាចទៅសេជាភាសាខ្មែរបានទាំងអស់លោកគ្រូប៉ុន្តែនៅពេលដែល submit គឺគាត់តម្រូវឲ្យបកប្រែជាភាសាអង់គ្លេសអញ្ចឹងគាត់សរសេរខ្មែររួចគាត់អាចដាក់ចូល GPT ឲ្យវាបកប្រែអង់គ្លេសទៅហើយលោកគ្រូអាចជួយពិនិត្យមើលមកតង់ទៀតទៅថាតើនៅពេលដែលវាបកប្រែទៅជាអង់គ្លេសវាស្ដាប់ទៅវាសមរម្យឬមួយក៏ត្រូវ clear ខ្លងអត់ហើយយើងបាន submit ចឹងណាលោកគ្រូព្រោះពីកម្មវិធី Technovation ទៅគេអត់បិទគេមិនហាមអត់ឲ្យប្រើ AI ទេលោកគ្រូគឺគេលេខទឹកចិត្តឲ្យប្រើចឹងណាបាទខ្ញុំសង្ឃឹមថាខ្ញុំអាចឆ្លើយសំណួរលោកគ្រូបើសិនមានអីលោកគ្រូសួរបន្ថែមលោកគ្រូអាចសួរបានក្នុងចំណុចនេះបាទអត់អីលោកគ្រូយល់លោកគ្រូអរគុណច្រើនបាទអរគុណលោកគ្រូបាទអញ្ចឹងលោកគ្រូអ្នកគ្រូទៅទៀតបើសិនជាមានជាសំណួរអាចសួរបានបាទខ្ញុំសុំសួរសំណួរហើយជាចុងក្រោយរៀងខ្លងកាត់នៅក្នុងសាលាបន្តិចតែចង់សួរ Steven បន្តិចថាឧទាហរណ៍ថាបើសិនបើយើងរកវិធីpublish app ទាក់ទងនឹងខាងកាបូ AI អត់បានធ្លាប់ស្ដាប់ពីបទបង្ហាញមុនបងភ្លេចឈ្មោះគាត់ណាតែគាត់និយាយថាបើសិនបើយើងអត់អាច publish បានន័យថាយើងប្រើកុំព្យូទ័រមួយឬក៏ទូរស័ព្ទមួយហើយពេលដែលយើងចង់ធ្វើ survey គឺយើងឲ្យអ្នកសាកល្បងមកគាត់កាន់កុំព្យូទ័រយើងឬក៏ទូរស័ព្ទយើងដើម្បីតេស្តនិង survey បានតែម្ដងបើសិនជាឧទាហរណ៍ថាយើងរកវិធី publish អត់បានឬក៏ផ្ញើ link ចេញអត់បានអាហ្នឹងក៏ជាវិធីមួយដែរមែនទេតើអាចទៅរួចដែរអត់ក្នុងការប្រកួតបាទណាគ្រូបាទបាទតាមពិតការ publish app ហ្នឹងមិនជាតម្រូវការរបស់កម្មវិធីទេ
publish app ដើម្បីឲ្យយើងយកទៅ test ជាមួយទីផ្សារជាមួយនឹងអ្នកប្រើប្រាស់ហ្នឹងណាគ្រូអញ្ចឹងដូចគាត់លើកឡើងកាលពីសប្តាហ៍មុនអញ្ចឹងក្នុងករណីដែលយើងប្រើ Tankable ហើយអត់អាច publish បានដើម្បីផ្ញើកូដឬផ្ញើ link ឲ្យគេ test គឺយើងមានតែជំរើសចុងក្រោយមានតែកាន់កុំព្យូទ័រឬមួយទូរស័ព្ទដែលយើងធ្វើ app ហ្នឹងយកឲ្យគេ test តែម្ដងបាទហើយបានណាគ្រូគាត់ថាវាយើងត្រូវចំណាយពេលច្រើននៅក្នុងការដើរទៅជួបមនុស្សច្រើនអ្នកអញ្ចឹងណាគ្រូ ចា បាទបាទ ណា បាទ ទៅវិញចា គេលោកអ្នកគ្រូមានសំណួរផ្សេងទៀតអត់អញ្ចឹងត្រឡប់មកវិញចង់បញ្ជាក់លោកអ្នកគ្រូដែរអញ្ចឹងយើងសល់ពេល10ថ្ងៃទៀតនៅក្នុងការទទួលពាក្យចុះឈ្មោះអញ្ចឹងបើសិនមានលោកអ្នកមានកូនសិស្សណាដែលគាត់រៀងស្ទាក់សើអត់ទាន់ដឹងថាគាត់មានក្រុមអត់ទាន់ដឹងថាគាត់មានកំណត់អីអត់លើកទឹកចិត្តឲ្យគាត់ចុះឈ្មោះសិនអញ្ចឹងណាលោកអ្នកគ្រូព្រោះដោយសារតែហួសថ្ងៃ18ហ្នឹងហើយគឺគាត់អត់អាចចូលរួមក្នុងកម្មវិធីបានទេបាទហើយចំពោះការបញ្ជូនកម្រងមានន័យថាការបញ្ចប់រួចរាល់នៅក្នុងការ submit ហ្នឹងគឺនៅខែ4ថ្ងៃ20បាទបើគិតទៅវាសល់ប្រហែលជាមួយខែកន្លះទៀតដែរបាទមួយខែកន្លះទៀតអាចថាយូរក៏អាចថាមិនយូរពេកដែរព្រោះដោយសារតិចទៀតចូលឆ្នាំខ្មែរប្រហែលជាដាច់មួយអាទិត្យបាទកូនសិស្សគាត់សម្រាប់អញ្ចឹងក៏អាចសល់ពេលខ្លីទៀតដែរបាទអញ្ចឹងបើសិនជាលោកគ្រូអ្នកគ្រូមួយចំនួនអត់ទាន់បានចាប់ផ្ដើមទេលើកទឹកចិត្តឲ្យចាប់ផ្ដើមពីឥឡូវទៅអញ្ចឹងណាលោកគ្រូអ្នកគ្រូក្នុងការកំណត់បញ្ហាបង្កើតដំណោះស្រាយហើយចាប់ផ្ដើមឈានទៅរហូតដល់ការទៅសេកូដបង្កើតកម្មវិធីទូរស័ព្ទដៃហើយ submit បាទអូខេហើយចំពោះការវគ្គបណ្ដុះបណ្ដាលយើងនៅសល់2ដងទៀតលោកអ្នកគ្រូគឺនៅចុងខែ3នេះមួយហើយដើមខែ4មួយទៀតបាទអញ្ចឹងយើងសល់តែ2ដងទៀតទេតែ2ដងទៀតហ្នឹងយើងនឹងនិយាយពីការ submit មានន័យថាការបញ្ជូនគម្រោងថាតើបញ្ជូនគម្រោងវាត្រូវការលក្ខខណ្ឌវាត្រូវការឯកសារខ្លះហើយចុងក្រោយហ្នឹងគឺការថតវីដេអូព្រោះដោយសារក្រុមនីមួយត្រូវនៅពេលដែលគាត់ធ្វើការងាររបស់គាត់ចប់ហើយដើម្បីបញ្ជូនគម្រោងអីគេគឺគាត់ត្រូវថតវីដេអូដើម្បី post YouTube បាទទៅក្រុមការងារគេអាចទៅមើលបានពីបទបង្ហាញរបស់គាត់អញ្ចឹងគាត់មានផលិតផលគាត់ត្រូវធ្វើបទបង្ហាញពីផលិតផលរបស់គាត់ពីដំណោះស្រាយរបស់គាត់ហ្នឹងហើយត្រូវថតវីដេអូបាទអញ្ចឹងអាហ្នឹងគឺជាដំណាក់កាលចុងក្រោយអញ្ចឹងយើងនឹងធ្វើការបាទផ្ដល់នៅវគ្គបណ្ដុះបណ្ដាលដែរទៅលើការថតវីដេអូឯហ្នឹងបាទមើលទៅដូចជាអត់មានសំណួរផ្សេងទៀតទេអញ្ចឹងបាទអញ្ចឹងបើសិនជាលោកអ្នកគ្រូមានសំណួរបន្ថែមលោកអ្នកគ្រូខ្ញុំបាន share link បាទខ្ញុំបាន share link ចាំតិចបាទអញ្ចឹងខ្ញុំបាន share នេះគឺជាlink ទៅកាន់ Telegram group អញ្ចឹងបើលោកអ្នកគ្រូអត់ទាន់បានចូល group ទេអាចចូល group បានហើយមានក្រុមការងារនៅក្នុង group នៅចាំឆ្លើយសំណួររបស់លោកអ្នកគ្រូបាទអញ្ចឹងជាចុងក្រោយខ្ញុំសូមអរគុណម្ដងទៀតដល់លោកអ្នកគ្រូដែលបានចូលរួមនៅក្នុងវគ្គបណ្ដុះបណ្ដាលថ្ងៃនេះអញ្ចឹងខ្ញុំអាចសូមលោកអ្នកគ្រូបើកកាមេរ៉ាដើម្បីយើងថតរូបហើយយើងអាចបិទបញ្ចប់បានបាទបាទបងវណ្ណាទូរស័ព្ទហើយបងកុំព្យូទ័រអត់អីបងអាច take បានតាបាទបង take 1 2 3សុំមួយទៀត1 2 3
អូខេអរគុណច្រើនលោកគ្រូអ្នកគ្រូ បាទអរគុណច្រើនលោកគ្រូបាទ អរគុណជំរាបលា បាទអរគុណជំរាបលា បាទអរគុណអ្នកលាអរគុណ